មេកំពុងតែក្តៅខ្លាំងបងប្អូនប៉ុន្តែដោយសារតែការងារតម្រូវអញ្ចឹងហើយគឺមានតែធ្វើទាំងថ្ងៃអញ្ចឹងឯងបងប្អូនមានតែទ្រាំប៉ុន្តែបងប្អូនឃើញក្នុងវីដេអូហ្នឹងឃើញស្រាប់ហើយបងប្អូនមនុស្សខ្ញុំគឺមនុស្សមិនប្រកាន់សាច់ហ្មងគឺកដល់ថ្ងៃមិនក៏នៅតែខោខ្លីដៃខ្លីដែរកម្រមានអាវដៃវែងខោជើងវែងណាដោយសារខ្ញុំមានអារម្មណ៍ថាវាទឹះដៃទឹះជើងអញ្ចឹងណាបងប្អូនហើយភាគច្រើនកម្រមានមួកទៀតតែនេះក្នុងវីដេអូនេះជាបានពាក់មួកតែភាគច្រើនខ្ញុំមិនសូវបានពាក់មួកទៀតវាត្រឡប់ណាបងប្អូនហើយនេះបានអូននាងសីគាត់ជួយការងារមួយចំនួនអញ្ចឹងបងប្អូនជួយយកទឹកអីឲ្យអញ្ចឹងទៅហើយនឹងជួយរុញលំអរុញអីចឹងទៅដោយសារតែគាត់ចង់ជួយយើងបណ្ដៃយើងមិនឲ្យគាត់ជួយយើងទេដោយសារតែវាក្តៅដោយសារអីចឹងបងប្អូនហើយនេះបងប្អូនឃើញសកម្មភាពហើយខ្ញុំកំពុងតែរស់ស្មៅក៏ដូចជាសម្រាមអញ្ចឹងណាបងប្អូនហើយចង់បញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នាថាស្មៅទាំងអស់ហ្នឹងគឺជាស្មៅដែលខ្ញុំបានកាត់រួចណាបងប្អូនបណ្ដៃយើងអត់ទាន់បានរស់ឥឡូវទើបតែបានរស់អញ្ចឹងណាបងប្អូនជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរបាទថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាអញ្ចឹងណាបងប្អូនថ្ងៃនេះគឺខ្ញុំបានថតអំពីសកម្មភាពក៏ដូចជាទស្សនវិជ្ជាដែលខ្ញុំបានរៀបចំរស់សម្រាប់បងប្អូនទាំងអស់គ្នារស់សម្រាប់រស់ស្មៅដែលជាពិសេសស្មៅដែលខ្ញុំបានយកម៉ាស៊ីនកាត់ប្រហែលថ្ងៃមុនណាបងប្អូនប៉ុន្តែថ្ងៃនោះគឺខ្ញុំសម្រុកកាត់អញ្ចឹងទៅបន្ទាប់ពីកាត់ហើយបានយើងរស់តាមក្រៅហើយយើងប្រមូលដុតមកអីអញ្ចឹងណាបងប្អូនហើយមិញសកម្មភាពប្រពន្ធខ្ញុំគាត់ជួយរស់បានបន្តិចនោះឯងព្រោះដោយសារគាត់ធំនឹងក្តៅគាត់បានដោយសារតែដូចក្បាលវីដេអូខ្ញុំបាននិយាយអញ្ចឹងគឺមេកំពុងតែក្តៅខ្លាំងណាស់បងប្អូនហើយជួយរស់បានបន្តិចទៅក៏បានខ្ញុំរស់បន្តវិញអញ្ចឹងណាហើយនេះអូនរាំងសីគាត់ងើបពីគេងមកគាត់មករត់ពីផ្ទះមកជួយរុញលម៉កជួយអីអញ្ចឹងទៅដោយសារអីដោយសារតែអាចនិយាយបានថាអូនរាំងសីគាត់ឃើញអីអញ្ចឹងគឺគាត់មានចិត្តចង់ជួយអញ្ចឹងឯងបងប្អូនប៉ុន្តែគាត់ថាយើងជាពុកម្ដាយយើងមិនហ៊ានប្រើគាត់ទេដោយសារអីដោយសារតែមេឃវាពងតែក្តៅខ្លាំងបងប្អូនអញ្ចឹងខ្លាចកូនគ្រុនខ្លាចកូនអីអញ្ចឹងណាសារតែខ្ញុំជាមនុស្សចាស់ហ្នឹងត្រូវក្តៅខ្លាំងក៏អាចនឹងរកគ្រុនដែរប៉ុន្តែយើងចាស់យ៉ាងណាក៏វាអត់សូវបញ្ហាយើងចេះទ្រាំអីចឹងទៅប៉ុន្តែក្មេងអាចនឹងមិនសូវធន់ដូចយើងចាស់ណាបងប្អូនទាំងគ្នានេះតែអញ្ចឹងយើងហាមណាស់និយាយពីចេះនិយាយពីជួយយើងនេះជួយយើងនោះអញ្ចឹងទៅជួយរុញលម៉កជួយអីចឹងទៅលេងខ្លះអីខ្លះអញ្ចឹងបងប្អូនហើយយើងហាមមិនក៏មិនស្ដាប់ដែរនេះដូចបងប្អូនទាំងគ្នាបានឃើញអញ្ចឹងគឺពេលដែលយើងរុញយើងប្រាប់ថាមិនទៅកូនក្តៅណាស់មិនទៅទេអត់ទេចេះតោងលម៉កនឹងមិនបានជួយរុញក៏គាត់តែជួយតោងទៅដែរហើយយើងទៅដល់កន្លែងចាក់សម្រាមយើងដេញមកវិញរត់ទៅមុនក៏កុំឲ្យក្តៅក៏រត់មកវិញរត់ទៅម៉ាក់គេទាញទូរស័ព្ទថតហ្នឹងទៅគេញឹមគេរំគេអីចឹងទៅបងប្អូនហើយអូននឹងស្អីគាត់កលេងកលើមគាត់ឆ្លាតណាបងប្អូនហើយយើងប្រាប់អីគាត់ឆាប់ចាប់បានឥឡូវហ្នឹងចេះចិនបានមួយម៉ាត់ពីរម៉ាត់ហើយអង់គ្លេសផងខ្មែរផងអីចឹងទៅហើយនេះគឺគេដើររំគឺសប្បាយអីចឹងណាបងប្អូនអរគ្នាដោយសារតែមេឃរៀងក្តៅខ្លាំងក៏ពិតមែនក៏ប៉ុន្តែវាអំណោយទៀនត្រង់នៅម្ដុំកន្លែងធុងមន់របស់ខ្ញុំហ្នឹងវាមានដើមកាសាដើមអីចឹងវាខ្ពស់ដល់អញ្ចឹងទៅវាបានបាំងម្លប់បន្តិចដែរអញ្ចឹងយើងជ្រោកកន្លែងហ្នឹងទៅវាអត់សូវក្តៅទេហើយខ្ញុំធ្វើរៀងបខំដែរដោយសារតែនិយាយស្មោះត្រង់ទៅអានោះរបស់ខ្ញុំហ្នឹងយំរស់ឡើងបាក់អស់មួយហើយមិនតបបានយកទៅផ្សារដល់អញ្ចឹងទឹកខ្ចីអានោះអ៊ំហ្នឹងយកមករស់អញ្ចឹងគាត់ប្រញាប់យកអានោះហ្នឹងប្រើដែរខ្ញុំក៏ស្រុតរស់ធ្វើម៉េចឲ្យបានលឿនក្នុងធ្វើម៉េចមកកណាត់ថ្ងៃហ្នឹងធ្វើម៉េចឲ្យលឿនឲ្យហើយឲ្យឆាប់ហើយដើម្បីបានយកអានោះឲ្យគាត់វិញអញ្ចឹងណាអញ្ចឹងមានតែបខំធ្វើទាំងក្តៅអញ្ចឹងទៅប៉ុន្តែមិនអីទេគឺបានកម្លាំងជំនួយដែរគឺអូនរាំងសីដូចនេះចឹងបងប្អូនឃើញអូនរាំងសីចេះតែតាមចេះរត់តាមរហូតចឹងទៅហើយយើងក៏មិនបងអែបងអង្គយូរដែរយើងសូត្រធ្វើម៉េចឲ្យបានឆាប់ហើយរៀងថ្ងៃអាសៀលបន្តិចទៅយើងរៀងតិចខ្លួនបន្តិចយើងអត់សូវពិបាកដូចពេលកំពុងតែក្តៅនេះដូចបងប្អូនបានឃើញហើយខ្ញុំប្រមូលបានចាក់កណូចឹងទៅខ្ញុំដុតចឹងបងប្អូនខ្ញុំដុតឲ្យវាឆេះចឹងទៅព្រោះខ្ញុំតេស្តប្រហែលដងហើយគឺយើងដុតអាពេលល្ងាចហ្នឹងគឺដុតវាអត់ចង់ឆេះបងប្អូនមកតែអាពេលថ្ងៃក្តៅខ្លាំងយើងដុតឲ្យឆេះល្អបងប្អូននេះបងប្អូនដូចបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងចឹងនៅពេលដែលយើងដុតកំពេលមេឃកំពុងតែក្តៅខ្លាំងចឹងមិនដឹងថាម៉េចដុតទៅគឺឆេះវឹបល្អហ្មងដូចវាបានថ្ងៃហ្នឹងវាជំនួយមិនដឹងណាបងប្អូនហើយដូចបងប្អូនឃើញសម្រាប់មកកណូធំគ្រាន់តែដាក់តែភ្លើងទៅឆេះទ្រុលហ្មងហើយនេះខ្ញុំដុតបថុយបងប្អូនកន្លែងនេះដោយសារអីដោយសារតែឃើញមេឃរៀងហប់ខ្យល់បន្តិចទៅខ្ញុំក៏ខ្ជិលពិបាកជូនឆ្ងាយបងប្អូនទៅត្រូវរុញចុះរុញឡើងវាឆ្ងាយយើងហត់ហើយវាក្តៅអញ្ចឹងខ្ញុំដុតកន្លែងហ្នឹងហ្មងទៅដោយសារតែខ្ញុំបថុយដុតហ្នឹងដោយសារតែខ្លាចវាឆេះរៀលដល់ទ្រង់មាត់ហ្នឹងបងប្អូនហើយអាខ្យល់ហ្នឹងយើងអត់សូវទុកចិត្តទៀតណាបងប្អូនជួនវាខ្យល់វាបក់ទៅខាងនេះជួនវាបក់ទៅខាងនោះអញ្ចឹងវាចិត្តគៀកទ្រង់មាត់ពេកខ្ញុំខ្លាចឆេះរៀលដល់ទ្រង់មាត់ហើយនេះពេលហត់ល្វើយហើយក៏សម្រាប់ឈប់មកសន្ទុះសិនទៅហើយអូននាងសីក៏រត់ទៅយកទឹកយកមកឲ្យម៉ាក់ម្ដងប៉ាម្ដងញ៉ាំអញ្ចឹងបងប្អូនអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងអរគុណ